ផ្ទះដ៏ចំណាស់មួយកន្លែងនៅក្នុងប្រទេសចិនដែលមានរឿងព្រេងជាច្រើនហើយល្បីថាមានខ្មោចលងខ្លាំងបំផុតទៅពេលនិយាយអំពីអគារចាស់ៗដែលមានអាយុរាប់រយឆ្នាំជាមួយរឿងអាថ៌កំបាំងដែលគួរឲ្យញាក់សាច់នៅក្នុងប្រទេសចិនគេតែងតែនឹកដល់កន្លែងមួយដែលគេហៅថាឆោណៃលេខ81ឬវិហារឆោណៃអគារមួយនោះមានទីតាំងនៅសង្កាត់ឆោយ៉ាងមិនកណ្ដាលទីក្រុងប៉េកាំងប្រទេសចិនអគារពីរជាន់កន្លះនេះត្រូវបានសាងសង់ឡើងដើមសតវត្សទី20ក្នុងរចនាបថបែបបារាំងអគារឆោណៃលេខ81ត្រូវបានប្រជាជនចិននិយាយលើបណ្ដាញសង្គមអ៊ីនធឺណិតអំពីរឿងខ្មោចលងជាច្រើនទាក់ទងអំពីអគារមួយនោះរហូតដល់គេហៅអគារនេះថាផ្ទះខ្មោចលងដ៏ល្បីបំផុតក្នុងទីក្រុងប៉េកាំងជាពិសេសបន្ទាប់ពីខ្សែភាពយន្តរន្ធត់បែប 3D The House That Never Die បានប្រើប្រាស់អគារមួយនោះជាទីតាំងថតមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលបានចែកនៅលើបណ្ដាញសង្គមអ៊ីនធឺណិតដែលគេនិយាយថាបន្ទាប់ពីចាញ់សង្គ្រាមជាមួយបកកុម្មុយនីរបស់ចិននៅក្នុងឆ្នាំ1940មន្ត្រីជាន់ខ្ពស់ម្នាក់បានរស់នៅក្នុងវិមានមួយនោះបានធ្វើការភៀសខ្លួនជាមួយសម្ព័ន្ធមិត្តទៅទីក្រុងតៃវ៉ាន់បន្សល់ទុកឲ្យប្រពន្ធរស់នៅតែម្នាក់ឯងដោយក្តីអស់សង្ឃឹមស្ត្រីជាប្រពន្ធនោះបានធ្វើការចងកសម្រាប់ខ្លួននៅក្នុងផ្ទះមួយនោះបន្ទាប់មកផ្ទះមួយនោះត្រូវបានទុកចោលហើយនៅពេលដែលមានផ្គររន្ទះគេតែងតែឮសំឡេងស្ត្រីស្រែកយំចេញពីផ្ទះមួយនោះជានិច្ចមិនយូរប៉ុន្មានផ្ទះមួយនោះក៏ត្រូវបានប្រើប្រាស់គឺជាអគារការិយាល័យកណ្ដាលរបស់ក្រុមបកកុម្មុយនីសដោយក្រុមយុវជននៅក្នុងសម័យម៉ាស៊ីនតុងបានប្រើប្រាស់អគារមួយនោះត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះដោយក្នុងសតវត្សទី1960ពួកគេបានធ្វើការរើចេញដោយប្រញាប់ដោយសារតែពួកគេបានជួបរឿងរ៉ាវដ៏ចម្លែកជាច្រើននិងគួរឲ្យខ្លាចផងដែរហើយមកដល់ពេលសប្តាហ៍ថ្ងៃអគារឆោណៃលេខ81នៅតែបន្តប្រកាសលក់ប៉ុន្តែមិនមានពីណាគេហ៊ានទិញក៏ដោយសារតែរឿងរ៉ាវចម្លែកនិងរឿងរ៉ាវអាថ៌កំបាំងតែបន្តចែកចាយលើបណ្ដាញសង្គមអ៊ីនធឺណិតមកដល់ពេលសប្តាហ៍ថ្ងៃអញ្ចឹងបើសិនអ្នកបានដឹងរឿងរ៉ាវបន្ថែមពាក់ព័ន្ធអំពីរឿងរ៉ាវមួយនេះអាចខមមិនខាងក្រោមវីដេអូនេះបានហើយកុំភ្លេចចាំជួបគ្នាជាមួយនៅវីដេអូក្រោយទៀត